Và chấm điểm số bốc mai bong ôn ngày nay nhung trong dây vì cả nhỏ bong cái đồ tích là bong lái cứ cái đốp cứ chập cu bẹp ní kalau về chập cu ban bay tháng ấy cứ về chập đam rô cái lại tầm lẹ bong rồi trên này hai cái lại tầm lẹ bong cứ dương ban đặt sách riêng sáng sáng thì mất là bay ở về tầm lẹ bong và đó níคือជាសកម្មភាពដែលកដោបបានចោះដីខ្សាច់ដើម្បីដាក់ពងបន្ទាប់ពីរយៈពេលវាចោះបានពី5ទៅ7ថ្ងៃគឺយើងចាប់ដើមរែងយកពងកដោបហ្នឹងពីដីខ្សាច់ដែលវាបានចោះដាក់ពងហ្នឹងគឺការយកហ្នឹងគឺយើងជោគថ្នមដើម្បីយកម្រែងថ្នមដើម្បីកុំឲ្យបាក់នៅពងកដោបហ្នឹងកុំឲ្យមានការបាក់ចឹងគឺយើងធ្វើលក្ខណៈថ្នមរែងថ្នមដើម្បីយកពងកដោបហ្នឹងយកមកត្រៀមដើម្បីដាក់រៀបចំប្រកាសវាជាបន្តទៀតបាទនេះគឺក្រោយពីយើងបានរែងរួចគឺយើងរៀបចំបែបនេះគឺយើងរៀបសកៃដូងកម្រាស់ប្រហែលជា5 សង់ទីម៉ែត្រនៅក្នុងកេសស្នោបន្ទាប់មកគឺយើងយកពងហ្នឹងយកទៅរៀបនៅក្នុងកេសស្នោហ្នឹងគឺយើងរៀបឲ្យស្មើដូចវីដេអូដែលខ្ញុំដាក់បង្ហាញហ្នឹងក្រោយពីយើងធ្វើការរៀបវាឲ្យស្អាតរួចគឺយើងចាប់ដើមយកសកៃដូងហ្នឹងមករយពីលើទៀតយើងយកសកៃដូង100ពីលើកម្រាស់ប្រហែលជា2 សង់ទីម៉ែត្រទេបានហើយដើម្បីកុំឲ្យពេលកដោបវាញាស់ទៅគឺវាឡើងអត់រួចអញ្ចឹងណាបងប្អូនគឺយើងក្រាលវាប្រហែលជា2 សង់ទីម៉ែត្រទេបាទបន្ទាប់មកគឺពេលយើងក្រាលដូចនេះហើយគឺយើងចាប់ផ្ដើមបាញ់ទឹកវាយើងបាញ់ទឹកនៅលើសកៃដូងម៉ត់ដែលយើងបានដាក់គ្រាប់ពងពូចូលហ្នឹងគឺយើងបាញ់ឲ្យសើមតែសើមនេះវាជាបងប្អូនមិនមែនសើមខ្លាំងដល់ថ្នាក់សើមជោគទេគឺសើមមកល្មមដែលអាចឲ្យពងពូជកដោបហ្នឹងគឺវាល្អនេះបន្ទាប់មកគឺយើងដាក់វាចូលក្នុងការុងទៅយើងចងមកដូចចិត្តដើម្បីឲ្យវាហប់ដូចនៅក្នុងទ្រុងនេះអញ្ចឹងគឺដបូលលើគឺយើងមិនប្រក់ឲ្យវាត្រជាក់ទេគឺយើងប្រក់វាសិនប្រក់វាមានពន្លឺបាទប្រក់វាមានពន្លឺមានកម្ដៅចូលគ្រប់គ្រាន់ដើម្បីទៅកម្ដៅពងកដោបដែលនៅក្នុងការុងដែលយើងដាក់ត្រៀមដើម្បីភ្ញាស់ហ្នឹងបាទនេះគឺជាថ្ងៃទី1ក្រោយពីយើងដាក់ភ្ញាស់រយៈពេល9 ថ្ងៃទៅ10 ថ្ងៃគឺវាចាប់ដើមញាស់ហើយបាទនេះញាស់គឺនេះជាថ្ងៃទី1ដែលវាញាស់មកហ្នឹងយើងឃើញថាតែជា5%ឥឡូវទេដែលញាស់ថ្ងៃទី1ហ្នឹងបាទតែជា5%ទេហើយស្មៅដែលយើងដាក់ឲ្យស៊ីហ្នឹងគឺស្មៅដែលខ្ចីនេះជាថ្ងៃទី3ក្រោយពីវាញាស់មកហ្នឹងគឺវាញាស់បានប្រហែលជា 50% រយៈពេល3 ថ្ងៃវាញាស់ប្រហែលជា 50% គឺច្រើនគួរសមបាទប៉ុន្តែកុំភ្លេចស្មៅដែលយើងដាក់គឺយករកស្មៅខ្ចីដែលវាអាចស៊ីបានព្រោះឯកដោបទូចវាត្រូវការស្មៅខ្ចីយើងអត់អាចដាក់ស្មៅចាស់ឲ្យវាស៊ីបានទេអញ្ចឹងណាបាទនេះសម្រាប់ថ្ងៃទី5គឺវាញាស់ 80% ហើយវាស្ទើរតែញាស់អស់ហើយបាទអញ្ចឹងហើយគឺយើងត្រូវរៀបចំស្មៅឲ្យគ្រប់គ្រាន់ដើម្បីឲ្យកដោបនឹងវាស៊ីបាទឃើញទេបងប្អូនគឺវាតោងពេញមុងទាំងអស់ពេលវាញាស់អស់ហ្នឹងគឺតោងពេញមុងតែម្ដងហើយពងពូជដែលយើងដាក់ហ្នឹងគឺតែ2 គីឡូកន្លះទេបាទ2 គីឡូកន្លះគឺបាន